អូនឯងរំបាយស្លុយចាំមកគេសួរប្រាថៃអូនរំបាយស្លុយចាំមកគេសួរប្រាថៃបែបប្រាខ្មែរបានគោរពជំរាបសួរទៅកាន់ប្រិយមិត្តជាទីពេត្រីបាទខណៈពេលនេះគឺមានអាស្រ័យស្អាតរៀងខ្ពស់ដៃជើងស្បៃសខ្ចីញ៉ៃទាស់តែសុយក្លៀកសុយមែនបាទតាមគេរាយការណ៍មកគឺបែកលើដូចឡើងលុបលេខចាប់គេចាប់ឯងអោបថើបកដាលវាមិនដឹងថាជាជនជាតិខ្មែរឬក៏ជាជនជាតិចិនទេបាទឈីគូឈីឈីគូឈីឈីឈីគូឈីឈីឈីវងឈី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 អូឈីជំរាបសួរបងប្អូនយើងឥឡូវនេះមានអ្នកដែលកោះរង្វាន់ពីភេទចាប់ពុកកម្លាំងដាស់ឈ្នះម៉ូតូហើយឥឡូវនេះគឺអ្នកអុកញ៉ាគឺគាត់ដឹកអ្នកឈ្នះតែម្ដងបាទគឺថារំភើបតែម្ដងថ្ងៃនេះបងមិនបងឯងហ៊ុនចោលអញ្ចឹងណាចាមានស្អីមែនណាឆ្លើយមកបងតាមបងឯងមិនដល់ឲ្យថាមកតាមបងទៀតតែតាមបានណាមានស្អីមែនមិនបាច់ទៅវិញតាស្អីគ្នាមិនផ្លាយមែនគាត់ស្អីលេបប៉ុណ្ណឹងមិនស្រ័យអូនមែនហ៎បានគោរពជំរាបសួរទៅកាន់ប្រិយមិត្តជាទីពេត្រីបាទខណៈពេលនេះគឺមានអាស្រ័យស្អាតរៀងខ្ពស់ដៃជើងស្បៃសខ្ចីញ៉ៃទាស់តែសុយក្លៀកគឺសុយមែនបាទតាមគេរាយការណ៍មកគឺបែកលើដូចឡើងលុបលេខចាប់គេចាប់ឯងអោបថើបកដាលវាមិនដឹងថាជាជនជាតិខ្មែរឬក៏ជាជនជាតិចិនទេបាទឈីឈីគូឈីឈីគូឈីឈីឈីគូឈីឈីឈីវងឈីឈីឈីអូឈីហេបងមិនឈួតទេខ្ញុំខ្មែរតាច្បាស់កាស់ឲ្យបងប្អូនយើងបាទមិនមែនជនជាតិចិនទេគឺខ្មែរយើងតែម្ដងបាទបងប្អូនបងសង្សាររបស់បងប្អូនមានអាការៈស្អុយក្លៀកប្រហែលឆ្នាំហើយអូនណាបាទតែតែស្អុយមួយរយៈចុងក្រោយនេះទេបងមួយរយៈណាដែរអូនមួយរយៈនៅពេលដែលខ្ញុំមានការងារល្អខ្ញុំមានបានគឺគាត់ស្អុយយកតែម្ដងបាទបងប្អូនយើងគឺបង្ហាញចរិតពិតរបស់គាត់ហើយគឺគាត់តែមានបានចាប់ផ្ដើមមកផ្លិចសង្សាររបស់ខ្លួនធ្លាប់កំសត់កំរអូនមិនធ្វើចឹងកើតអូនណាបាទមិនធ្វើចឹងអូនបើនិយាយថាម៉េចអូនមានបានចាំបាច់ផ្លិចមនុស្សធ្លាប់ស្រឡាញ់ទៅអីអូនខ្ញុំមានផ្លិចណាគាត់ស្អុយក្លៀកតាគាត់ស្អុយក្លៀកគ្នាតាមអោតាមអីគឺរុញគ្នាចេញតែម្ដងអូនគ្មានបណ្ដាអស់ចាជាបណ្ដាទេអូនណាបាទហើយចុះបងអញអស់ចាជាងខ្ញុំមែនចុះបងគឺគ្មានអស់ចាជាងឯងការបងមិនតល្បីហ្នឹងគឺស្មោះស្ម័គ្រមួយប្រពន្ធឥឡូវគាត់ល្បីភ្លាមចាប់ផ្ដើមមានស្រីដឹកតនេះដឹកតនោះឥឡូវនេះគឺភេកតូចក៏ខូចភេកធំនោះក៏ខូចញ៉ៃកលាកទេដេកកដៅវាឥឡូវនេះគឺចង់ទៅរកប្រពន្ធវិញហើយបាទមិនដឹងថាគេព្រមយកយើងឬក៏គេអធិក្បាលយើងចោលទេបាទគឺឥឡូវនេះគឺដឹងខុសប៉ុន្តែគឺមិនដឹងថាធ្វើដំណើរទៅហ្នឹងគេព្រមយកយើងឬក៏អត់អញ្ចឹងមានន័យថាបងឯងក៏ថោកខ្ញុំក៏ថោកបងថោកតិចបាទគឺថោកតិចបាទខ្ញុំថោកតិចបងឯងថោកខ្លាំងបងប្អូនបើមិនចង់ថោកខ្លាំងកុំបាយគាត់បាទគឺខ្ញុំអត់មានបាយគាត់ណាហើយចុះមិនឃើញច្រើនចេញទេខ្ញុំចង់បាយគាត់តែ1ម៉ោងទេបែក1ម៉ោងបែកទៅអូនបែក1ម៉ោងដើម្បីទៅជួបនារីផ្សេងដើម្បីឡើងឋានសួគ៌មែនអូនអត់ទេបងឯងនិយាយនាំរឿងហើយអូនបងក៏ពិតបងអត់ចង់ឡើងឋានសួគ៌មួយណាគេទេតែនេះចេញមកនាំរឿងហើយចុះបែក1ម៉ោងហ្នឹងគឺ1ម៉ោងគឺអាហ្នឹងហើយ1ម៉ោងបងអញប្រុងនិយាយអា1ម៉ោង$7ឬមួយក៏$3ហ្នឹងមែនហ្នឹងហើយបែក1ម៉ោងបាទអត់ទេបងខ្ញុំចង់ទៅ1ម៉ោងហ្នឹងគឺខ្ញុំចង់បែកពីគាត់ខ្ញុំចង់ទៅកោះរង្វាន់ដាស់ហើយចាក់បើកម្លាំងដាស់ហ្នឹងគឺគេកោះយករង្វាន់ធំ$8,888នៅក្នុងសម័យ AI នេះកោះលឿនដូច AI ចឹងហើយចុះគាត់ទៅកោះរង្វាន់ពីដាស់ហើយចាំបាច់បែកគាត់1ម៉ោងស្អីបាទគឺមិនមាននារីផ្សេងទៅជាមួយដៃគូកោះមែនបាទបងឯងចេញពីអាស្រីនឹងបានអត់បងខ្ញុំនិយាយទៅអាលាក់ស៊ីមួយមនុស្សស្រីហ្មងខ្ញុំស្រឡាញ់តែគាត់ទេក៏ប៉ុន្តែចង់បែកគាត់1ម៉ោងដើម្បីទៅកោះយករង្វាន់$8,888ហ្នឹងហេតុអីបានចង់ទៅម្នាក់ឯងមិននាំគាត់ទៅផងដោយសារតែពេលដែលខ្ញុំកោះត្រូវហ្នឹងខ្ញុំខ្លាចគាត់យករបស់ខ្ញុំ$8,888ហើយចុះមនុស្សដែលយើងស្រឡាញ់ឲ្យគាត់តែគ្នាយកខ្លះទៅមិនបានទេបាទយកបានតើតែយើងការមួយគ្នាតែឥឡូវមិនតន់ការខ្លាចគាត់យកហើយគាត់ចេញពីខ្ញុំបាត់នេះមីនីសំផងមកតារាយ៉ាកោសោតែយ៉ាណាំងតែនៅសម័យយកទៅចូលនេះអូនឯងរំបាយស្លុយចាំមកគេសួរប្រាថៃអូនរំបាយស្លុយចាំមកគេសួរប្រាថៃបែបប្រាខ្មែរណែបងមិននិយាយអីចឹងបែបខ្មែរយើងមិនចឹងអូនអារម្មណ៍មិនគឺថៃហើយនេះថៃហើយខ្មែរយើងគឺនេះបានខ្មែររបស់យើងនេះថៃម៉ៃហ្នឹងខ្ញុំនៅធ្វើ TikTok ទៅខ្ញុំតាកុំអារម្មណ៍ក្បាច់ថៃចុះអូនអារម្មណ៍ក្បាច់ខ្មែរយើងចិត្តចូលឆ្នាំផងគឺយើងលើកកម្ពស់វិស័យក្បាច់ខ្មែររបស់យើង
អីមើលការតបតៃខ្លួនអាខោវែងអន្ថើយចឹងបាទគឺប្របាតែម៉ែបោកនេះមើលកញ្ចក់តែគ្មានដែរប៉ះចានប៉ះច្រាំងនេះបាទគឺអ្វីប៉ុណ្ណាឲ្យគួរតែជួយកិច្ចការងារផ្ទះបាទមិនមែនមករំពពាសវាពាសការពួកឯងនិយាយមួយខ្ញុំមិនស្រួលខ្ញុំមិនដៃចាស់ក្រាមមាត់ពួកឯងហ្នឹងលើយកាយចឹងចំណៃហើយចំណៃគេចំណៃស្ទៀវមិនចំណៃស្ទៀវចំណៃស្ទៀវចំណៃស្ទៀវយ៉ាងម៉េចទូបទៀតងាកជួបណាគេជួបបកាយស្រីបកាយអត់តែមានស្រីខ្ញុំទេគេជិតថានំទៅបបោកមករៀលបបោក$7នោះមែនណាបែតទេបាទមែនទេនេះបងខ្ញុំតាបាទគឺអស់ចំណៃស្ទៀវតែម្ដងបាទគឺរំចាំនិយាយស្រួលបងចំណៃស្ទៀវមិនត្រូវតែខ្ញុំណែនាំគាត់ឲ្យបងឯងកុំនិយាយពីនឹងបានអត់ចឹងខ្ញុំមិនបាច់និយាយចំណៃស្ទៀវទេគឺឲ្យចំណៃចាស់ម្ដងបងចំណៃចាស់ហ្នឹងរត់តែធ្ងន់ជាងចំណៃស្ទៀវហ្នឹងហើយបងឥឡូវគេឈប់និយាយរឿងគេគឺលេងចេះដឹងរឿងគេគឺឲ្យទៅធ្វើដំណើរទៅកោះដាស់បងឯងទៅគាត់ដើម្បីយករង្វាន់$8,888ចុកមិនក៏បងឯងមិនដាថាយគេទៀតទៅគឺឲ្យឈប់ឲ្យខ្លាចមានបាយហើយគេវាយបើមិញគឺបងប្អូនមកមិនតាន់គាត់ដាក់ខ្ញុំហើយបាទចឹងឥឡូវទៅគាត់បងប្អូនទាំងអស់គ្នាមកហើយបងប្អូនទៅដែរបាទទៅទាំងអស់គ្នាអត់តោះជម្រាបសួរបងប្អូនយើងឥឡូវនេះខ្ញុំកំពុងតែមកកម្មវិធីកោះកំណត់$8,888ពីភេកជាបើកម្លាំងដាស់អញ្ចឹងនៅក្នុងកំប៉ុងដែលបងប្អូនយើងកំពុងតែកាន់នៅក្រៅនេះគឺសុទ្ធតែមានរង្វាន់ទាំងអស់បងប្អូនបាទហើយឥឡូវនេះបងប្អូនយើងគឺពិតជាចង់ដឹងឲ្យត្រូវអត់ថាណាគេអ្នកដែលឈ្នះរង្វាន់$8,888ឥឡូវយើងមកតាមដានទាំងអស់គ្នាប៉ុន្តែឥឡូវនេះខ្ញុំនិយាយហត់ខ្លាំងពេកគឺខ្ញុំសូមដាក់មកកំប៉ុងសិនបងប្អូនបាទដើម្បីយកកម្លាំងបាទហើយពីយកកម្មវិធីជ្រុលបាទដូចវាមើលទៅដូចរៀងស្វឹងវានៅអញ្ចឹងណាយើងដាក់ស្វាងមកហើយបាទគឺភេកបើកម្លាំងដែរគឺដាក់មកកំប៉ុងទៅគឺស្វាងបំសាប់ជាស្វឹងបងប្អូនវ៉ាវមានកម្លាំងព្រឺតែម្ដងអញ្ចឹងតោះយើងទៅតាមដានបងប្អូនយើងថាណាគេដែលឈ្នះរង្វាន់អីគេខ្លះតោះទៅមើលទាំងអស់គ្នាជម្រាបសួរបងប្អូនយើងឥឡូវនេះមានអ្នកដែលកោះរង្វាន់ពីភេកបើកម្លាំងដែរឈ្នះម៉ូតូហើយឥឡូវនេះគឺអ្នកអុកញ៉ាគឺគាត់ដឹកអ្នកឈ្នះតែម្ដងបាទគឺថារំភើបតែម្ដងថ្ងៃនេះតើបាទនេះជាអ្នកឈ្នះបងប្អូនយើងទៅខាងនោះក៏បានដែរបងបាទគឺថាទៅតែម្ដងបងប្អូនយើងហេបាទចេញថ្មីមួយទៀតហើយបាទទៅមួយទៀតហើយបាទចង់បងប្អូនដែលចង់បានម៉ូតូនៅសល់មួយទៀតបាទនៅសល់មួយគ្រឿងទៀតហើយកុំភ្លេចកោះភេកបើកម្លាំងដែរបាទគឺថាកោះហើយគឺមានអ្នកអង្គការគឺគាត់ដឹកតែម្ដងបងប្អូនបាទកោះភ្លាមបានជាភ្លាមតែម្ដងកោះភ្លាមជាភ្លាមតែម្ដងបងប្អូនយើងបាទឥឡូវនេះបងប្អូនបងប្អូនយើងឥឡូវនេះកំពុងតែស្វែងរកអ្នកដែលឈ្នះរង្វាន់$8,888មួយទៀតបាទឥឡូវគឺបានម៉ូតូហើយឥឡូវគឺមាន$88ក៏មានដែរប៉ុន្តែឥឡូវនេះកំពុងតែរងចាំអ្នកដែលឈ្នះ$8,888តោះបាទសូមជម្រាបបងប្អូនយើងតិចថានេះគឺជាការកោះរង្វាន់ពីភេកបើកម្លាំងដាស់រដូវកាលទី3ហើយយើងធ្វើនៅរោងចក្រលំដាប់ពិភពលោកគឺខ្មែរ Beverage តែម្ដងហើយនេះបងប្អូនយើងកំពុងតែរងចាំកោះយករង្វាន់ធំតែម្ដងយើងចាំទៅតាមដានទាំងអស់គ្នាណាបងប្អូនបាទគឺនៅក្នុងរោងចក្រខ្មែរ Beverage គឺថាធំតែម្ដងណាបងប្អូនបាទរោងចក្របោះកូនខ្មែរយើងតែម្ដងនេះបងប្អូនយើងឥឡូវនេះគឺបងប្រុសបងស្រីគឺគាត់កោះត្រូវ$88ណាបងប្អូនបាទកោះភ្លាមឈ្នះភ្លាមតែម្ដងនិយាយទៅគឺ$88នេះគឺត្រូវច្រើនអ្នកតែម្ដងហើយពួកគាត់មកតាំងពីម៉ោង3ម៉ោង4ភ្លឺដើម្បីមកចាំកោះយករង្វាន់ពីភេកបើកម្លាំងដាស់អញ្ចឹងណាបងប្អូនហើយមិនតែប៉ុណ្ណោះភ្ញាក់ផ្អើលមែនទែនគឺត្រូវរង្វាន់ម៉ូតូមួយគ្រឿងទៀតហើយបាទគឺប្រុសសង្ហាម្នាក់នេះបងប្អូនបាទសង្ហាហើយគឺត្រូវម៉ូតូមួយគ្រឿងទៀតបាទនិយាយទៅអាពេលហ្នឹងគឺកោះត្រូវតែម្ដង3វិនាទីគឺបានរង្វាន់ពីភេកបើកម្លាំងដាស់ណាបងប្អូនបាទនិយាយទៅអាពេលហ្នឹងគឺថាសប្បាយខ្លាំងមែនទែនបងប្អូនយើងហើយមិនតែប៉ុណ្ណោះនេះកំពុងតែនិយាយសុកគឺបងស្រីម្នាក់គាត់កោះត្រូវ$888មួយទៀតនិយាយទៅញាក់សាច់តែម្ដងត្រូវភ្លាមបើកលុយឲ្យភ្លាមតែម្ដងបងប្អូនហើយគ្រាន់តែព្រិចភ្នែកមកផ្លេតសោះឥឡូវនេះគឺមានអ្នកឈ្នះរង្វាន់ធំតែម្ដងបាទកោះត្រូវ$8,888ហើយគឺយើងបើកលុយឲ្យភ្លាមតែម្ដងនិយាយទៅពីអ្នកប្តីប្រពន្ធគាត់គឺគាត់សប្បាយចិត្តខ្លាំងមែនទែនបងប្អូនអូខេបងប្អូនយើងឥឡូវនេះគឺថាកម្មវិធីយើងបានរកអ្នកឈ្នះរង្វាន់ធំរបស់យើងហើយគឺ$8,888និយាយទៅពីអ្នកប្តីប្រពន្ធគាត់គឺថាសប្បាយតែម្ដងបាទសង្ឃឹមគាត់ទៅផ្ទះវិញគឺជប់លៀងបងប្អូនបាទគឺថាសប្បាយចិត្តពេកណាហើយបងប្អូនកុំភ្លេចចូលរួមព្រោះអីយើងមានរដូវកាលទី4ទី5តទៀតអញ្ចឹងកុំភ្លេចគ្រប់គ្រងជាមួយនឹងផលិតផលរបស់យើងនេះគឺភេកបើកម្លាំងដាស់កុំភ្លេចគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នាណា